សារព័ត៌មានធំរួមនឹងបណ្ដាញសង្គមក៏ដូចជាអ្នកនយោបាយថៃកំពុងតែពលក្ដួចពេញប្រទេសដោយចោទ UNESCO កាន់ជើងខ្មែរនិងប្រកាសរៀបចំបញ្ជូនឯកសារបកស្រាយទៅកាន់ UN ថាថៃធ្លាប់ផ្ដល់ទឹកដីជួយដល់ជនភៀសខ្លួនរបស់កម្ពុជាអំឡុងចុងទសវត្សរ៍ឆ្នាំ70និងដើមទសវត្សរ៍ឆ្នាំ80ស្ទើរតែគ្រប់សារព័ត៌មានថៃធំអ្នកនយោបាយថៃបណ្ដាញសង្គមថៃបានសម្រុកផ្សព្វផ្សាយថាប្រទេសថៃកំពុងរៀបចំបញ្ជូនឯកសារបកស្រាយទៅកាន់ UN ថាថៃធ្លាប់ផ្ដល់ទឹកដីជួយដល់ជនភៀសខ្លួនខ្មែរអំឡុងទសវត្សរ៍ឆ្នាំ79និងដើមទសវត្សរ៍ឆ្នាំ80ឆ្លើយតបទៅនឹងថៃវិញកម្ពុជាក៏បានប្រកាសដែរថានឹងត្រៀមឯកសារសោកនាដកម្មភ្នំខ្មោចឆ្នាំ1979ដើម្បីបង្ហាញទៅកាន់ UN ដូចគ្នាមែនទែនទៅការដែលភាគីថៃព្យាយាមទាមទារគុណស្រ័យពីអង្គការសហប្រជាជាតិ UN ដោយអះអាងថាខ្លួនធ្លាប់បានជួយសង្គ្រោះជនភៀសខ្លួនកម្ពុជានៅក្នុងសម័យសង្គ្រាមស៊ីវិលទសវត្សរ៍ឆ្នាំ1979 1980គឺជាការខិតខំប្រឹងប្រែងកែប្រែប្រវត្តិសាស្ត្រយ៉ាងអាក្រក់មើលនិងមើលស្រាលលើបណ្ដាសាប្រវត្តិសាស្ត្រអន្តរជាតិធាតុពិតនៃប្រវត្តិសាស្ត្រដែលអង្គការសហប្រជាជាតិ UNHCR កាកបាទក្រហមអន្តរជាតិ ICRC និងអង្គការ Amnesty International បានកត់ត្រាទុកយ៉ាងច្បាស់លាស់មិនមែនជាចិត្តសប្បុរសដោយថៃអះអាងនោះឡើយទី1អ ក្រិតកម្មបណ្ដេញចេញដោយបង្ខំនិងមហាវិនាសកម្មភ្នំដងរែកអំឡុងខែមិថុនាឆ្នាំ1979ថៃមិនបានជួយសង្គ្រោះជនភៀសខ្លួនខ្មែរដោយស្មោះត្រង់ឡើយនៅចន្លោះថ្ងៃទី8ដល់ថ្ងៃទី15ខែមិថុនាឆ្នាំ1979យោធាថៃបានប្រើប្រាស់អាវុធគំរាមនិងបោកប្រាស់ជនភៀសខ្លួនខ្មែរស៊ីវិលប្រមាណ 42,000 នាក់ទៅ 45,000 នាក់ភាគច្រើនជាស្ត្រីនិងកុមារឲ្យឡើងលើរថយន្តក្រុងយកទៅទម្លាក់ចោលនិងរុញទម្លាក់ពីលើភ្នំដងរែកនៅចំណុចភ្នំខ្មោចក្បែរប្រាសាទព្រះវិហារដោយឲ្យពលរដ្ឋខ្មែរដើរកាត់ចំការមីនយ៉ាងព្រៃផ្សៃអ្នកដែលស្ទាក់ស្ទើរឬព្យាយាមរត់ត្រឡប់មកកាន់ទឹកដីថៃវិញត្រូវបានទាហានហ្វាស៊ីថៃបាញ់សម្លាប់នៅនឹងកន្លែងព្រឹត្តិការណ៍រុញច្រាននៅភ្នំខ្មោចនេះបានផ្ដាច់ជីវិតជនភៀសខ្លួនខ្មែរចន្លោះពី 30,000 ទៅ 40,000 នាក់ដោយសារតែការផ្ទុះមីនការបាញ់ប្រហារនិងការធ្លាក់ជ្រោះដ៏សែនជ្រៅទី2ការទាញយកផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយពីជំនួយរបស់អង្គការសហប្រជាជាតិជំនួយមនុស្សធម៌រាប់រយលានដុល្លារអាមេរិកដែលចាក់ចូលមកតំបន់ព្រំដែនវាមិនមែនជាកញ្ចប់ថវិកាបរិច្ចាគរបស់ប្រទេសថៃនោះឡើយផ្ទុយទៅវិញថៃបានកេងចំណេញសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែលដោយបង្ខំឲ្យអង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិនានាត្រូវតែទិញស្បៀងអាហារសម្ភារៈនិងទំនិញគ្រប់ប្រភេទពីទីផ្សារថៃនៅក្នុងតម្លៃដ៏ថ្លៃដើម្បីយកទៅផ្គត់ផ្គង់ជំរុំជនភៀសខ្លួនលើពីនេះថៃបានប្រើប្រាស់ជំរុំជនភៀសខ្លួនជារបាំងការពីផ្នែកយោធានិងជានយោបាយនៅតាមព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះទី3អំពើឃោរឃៅនឹងការរំលោភបំពានសិទ្ធិមនុស្សជនភៀសខ្លួនកម្ពុជាដែលជ្រកកោននៅតាមជំរំមិនទទួលបានការការពារផ្នែកច្បាប់ឬសិទ្ធិជាជនភៀសខ្លួនពេញលេញពីអាជ្ញាធរថៃឡើយនេះគ្រានោះពួកគេត្រូវរស់នៅក្នុងស្ថានភាពភ័យខ្លាចរក្សាទុកក្នុងទ្រង់ដែកព្រំដែននិងប្រឈមមុខនឹងការជិះជាន់ជួញដូរនិងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរពីសំណាក់កងកម្លាំងការពារព្រំដែនថៃមែនទែនទៅអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិមានភ័ស្តុតាងនៅបណ្ដាសាប្រវត្តិសាស្ត្ររឹងមាំដែលមិនអាចលុបបាត់បានឡើយភាគីថៃមិនអាចប្រើប្រាស់ទឹកចិត្តសប្បុរសធម៌คล้ายៗឬចិត្តសប្បុរសបិសាចមកបំភាន់ភ្នែកពិភពលោកដើម្បីបិទបាំងអំពើឃោរឃៅរបស់ខ្លួនក្នុងអតីតកាលនិងទាមទារគុណស្រ័យដែលខ្លួនមិនធ្លាប់មានចំពោះប្រជាជនកម្ពុជានោះឡើយ